ปูนี่ปูจีน่าជួយខ្ញុំមកពូឃើញឯងដួលសន្លប់នៅកាន់ចុនដើរផ្ទះពូក៏យកឯងមកផ្ទះពូទៅចាពូខ្ញុំអរគុណពូច្រើនហើយមិនអីទេចឹងខ្ញុំលេបពូទៅផ្ទះសិនហើយទៅចុះក្មួយនេះអាលេវាមិនតន់ចូលតែទៀតដែរអាលេម្នាក់ទៅមកពីណាហ្នឹងខ្ញុំមកពីណាក៏បានដែរបងកុំចេះដឹងនេះបងម្នាក់នេះនិយាយមិនចេះស្ដាប់គ្នាសោះទៅដាំបាយវិញនេះប្អូនគួយរត់បងវាប្រដៅខ្ញុំស្ដាប់អីសោះនេះបើយើងសុំបងស្រីយើងខឹងបែបនេះប្រហែលជាបងស្រីយើងអត់ទិញទូរស័ព្ទឲ្យយើងនឹកឃើញហើយថ្ងៃនឹងឡើងមិនហូបណាហូបបាយទេនេះបងស្រីខ្ញុំចុកបានទូរស័ព្ទថ្មីទូរស័ព្ទខ្ញុំប្រើរត់ថៃឡើងកញ្ចាស់តែគេទូរស័ព្ទថ្មីខ្ញុំបានអត់បងប្រាប់ហើយថាបងគ្មានលុយទេហើយបងតិចតួចណាទៅគ្រាន់ទិញអង្គហូបគ្មានសមត្ថភាពទិញទូរស័ព្ទថ្មីឲ្យឯងទេសួរពេលណាក៏ដាក់គ្មានលុយដែរបងទុកលុយឲ្យប្រុសបងមែនអេបងស្រីម្នាក់នឹងចង់ឲ្យប្អូនដឹងអាលេងទោះបីប្អូនខឹងមិនតូចចិត្តឡើយខ្ញុំតែអូនចាញ់ស្រលាញ់លេងមកទៅស៊ីតោប្អូនអើយនេះឯងមានការអីបន្ថែមយើងមកគឺយើងខំបងស្រីយើងហ្នឹងណាពេលនេះយើងលេងចង់ចាប់ផ្ទះហើយខ្ញុំចង់ទៅនៅផ្ទះឯងមួយរយៈសិនថាម៉េចអញចង់នៅផ្ទះយើងណែដល់ពេលនេះសារណាក្បាលដល់ហើយបាយណែសបាយនៅចង់គ្នាចង់ប្រហើយខ្ញុំចត់ចិត្តទេដល់លេងវិញនោះដូចប្អូនក្មួយរត់ដើរលេងតែម្នាក់ឯងហើយចុះណាមិត្តភក្តិវាឈប់និយាយរកឲ្យចង់ចោះបងមិនស្ដាប់បាយស្ដាប់មិត្តភក្តិអញត្រូវទៅប្រាប់វាសិនហើយកូនចុះហើយមួយឈប់មានកាយពូហើយអញទៅផ្ទះទេអីខ្ញុំចង់ចោលឬមិនចោលជារបស់ខ្ញុំក៏មិនចេះអញខំបងស្រីអញមែនរាល់ថ្ងៃនេះបងស្រីអញខំណាស់ដើម្បីរកលុយចិញ្ចឹមអញបងស្រីអញធ្វើការងារផងហើយនឹងធ្វើការងារផ្ទះផងខំរាល់ថ្ងៃគឺដើម្បីអញគិតសាមីណាបងស្រីអញខំណាស់គិតសាថ្មីណាពូទៅហើយចាពូខ្ញុំអរគុណពូហើយឈ្មោះជីស្រីអាលេងហើយបងសុំទោសណាបងមិនបាយសុំទោសទេមានតែខ្ញុំទេជាអ្នកសុំទោសបងនឹងខុសហើយខ្ញុំសុំទោសបងទេបងលើកលែងទោសឲ្យអញជានិច្ចយើងតស៊ូជាមួយគ្នាណាចាបង